ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាជាថ្មីម្ដងទៀតហើយនៅក្នុងការអាននៅអត្ថបទដកស្រង់ចេញពីសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃដែលជាការរៀបរៀងនិងរៀបចំដោយលោកឡាំលីមហើយថ្ងៃនេះដែរយើងនឹងទៅខែបន្ទាប់គឺថ្ងៃទី1ខែកុម្ភៈការចេះផ្ដល់តម្លៃដល់ខ្លួនឯងគឺមានន័យថាយើងកំពុងតែប្រយុទ្ធនឹងការតស៊ូដើម្បីសុភមង្គលនៅក្នុងជីវិតរបស់យើងអាចលះបង់ដើម្បីនរណាម្នាក់តែមនុស្សដែលខ្លួនមិនស័ក្តិសមនឹងតម្លៃនៃការលះបង់របស់យើងនោះយើងត្រូវតែដកខ្លួនចេញពីជីវិតរបស់យើងពេលខ្លះការដកនរណាម្នាក់ចេញពីជីវិតរបស់យើងមិនមែនមានន័យថាយើងស្អប់គេនោះទេតែគ្រាន់តែចង់បញ្ជាក់ថាយើងចេះស្រឡាញ់ខ្លួនឯងតែប៉ុណ្ណោះរឿងជីវិតខ្លះវាពុំមែនជារឿងមេឃរលំភ្នំរលាយអ្វីនោះទេហើយក៏គ្មានអ្វីដែលអាចដូរថ្មីបាននោះដែរធ្វើចិត្តឲ្យដាច់ស្រេចកុំស្ទាក់ស្ទើរបើស្ថិតនៅក្នុងកលៈទេសៈដែលត្រូវធ្វើបែបនោះខ្មែរយើងតែនិយាយតគ្នាថាចិត្តមិនដាច់ធ្វើស្ដាច់មិនបាននេះក៏ជាយុទ្ធសាស្ត្រជីវិតអ្នកនយោបាយវិទូអ៊ីតាលីពោលថានៅតាមមាគ៌ាទៅរកភាពជោគជ័យរបស់យើងម្នាក់គឺមិនប្រកាសថាគ្មានជនរងគ្រោះដោយសារយើងនោះទេតែគ្រាន់តែមានតិចឬច្រើនប៉ុណ្ណោះនៅថ្ងៃទី2ខែកុម្ភៈសូក្រាតបានពោលថាខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងមិនជឿខ្ញុំនោះទេតែការប្រកែកដាក់សំណួរសួរខ្លួនឯងនិងសួរអ្នកដទៃគឺជាទម្រង់ខ្ពង់ខ្ពស់បំផុតនៃឧត្តមភាពចំណេះដឹងរបស់មនុស្សជាតិមាននិទានមួយថាគ្រាមួយនោះលោក Albert Einstein ត្រូវបានគេសួរសំណួរថាតើ1ម៉ៃស្មើនឹងប៉ុន្មានហ្វីតលោក Einstein បានឆ្លើយថាខ្ញុំមិនដឹងទេតើហេតុអ្វីបានជាខ្ញុំត្រូវចាំនៅទិន្នន័យទាំងអស់នេះដែលនាំឲ្យរំខានដល់ខួរក្បាលរបស់ខ្ញុំនៅក្នុងគណៈពេលដែលខ្ញុំអាចស្វែងរកនៅចម្លើយត្រឹមតែ2នាទីឬក៏3នាទីពីសៀវភៅតែប៉ុណ្ណោះសូក្រាតនិងអេនស្តាញបង្រៀនយើងឲ្យបានដឹងថាសមត្ថភាពដែលប្រើការគិតគឺពិតជាមានតម្លៃច្រើនជាងសមត្ថភាពនៃការត្រឹមតែចាំនៅទិន្នន័យនិងតួរលេខឲ្យបានច្រើនចម្ងល់គឺជាប្រភពនៃគតិបណ្ឌិតមនុស្សដែលចាំត្រឹមតែទិន្នន័យនិងតួរលេខបានច្រើនគឺមិនហៅថាមនុស្សឆ្លាតពិតប្រាកដនោះទេតែអ្នកដែលឆ្លាតពិតប្រាកដគឺជាអ្នកដែលប្រកែសួរនិងប្រកែគិតនៅអ្វីផ្សេងពីអ្នកដទៃពិភពលោករីកចម្រើនក៏មានចំណែកក្រុមមនុស្សគិតបែកឆ្វេងដែរគំនិតបែកឆ្វេងតែងតែកើតចេញពីសំណួរបែកឆ្វេងនៅថ្ងៃទី3ខែកុម្ភៈខុងជឺពោលថាបើបណ្ដោយឲ្យជនណាម្នាក់រៀនដោយគ្មានការគិតគឺជាការខាតពេលវេលាតែបើឲ្យជននោះគិតដោយគ្មានការរៀនគឺជាការខាតបង់លើធនធានចំណេះវិជ្ជាងាយស្រួលរកងាយស្រួលផ្ដល់ឲ្យតែបើសាព្រោះនៅចំណេះដឹងខុសសាព្រោះទៅលើមនុស្សខុសគឺជាការខាតបង់ទាំងពេលវេលានិងបំផ្លាញឬក៏បានសាព្រោះនៅគ្រោះកាចមួយដល់សង្គមទៀតផងគំនិតល្អនាំឲ្យមនុស្សមានអារម្មណ៍ល្អធ្វើឲ្យយើងមានសកម្មភាពល្អបើធ្វើសកម្មភាពល្អនាំឲ្យទទួលបាននូវលទ្ធផលល្អទាំងយើងទាំងគេឬក៏ថាឈ្នះនិងឈ្នះមានគំនិតអស្ចារ្យនិងបង្កើតភាពអស្ចារ្យរីឯគំនិតអស្ចារ្យគឺកើតចេញពីការប្រឹងប្រែងរៀនសន្សំយ៉ាងអស្ចារ្យបើគ្មានការសិក្សាទ្រឹស្ដីនិងការពិសោធន៍គឺមនុស្សខ្វះព័ត៌មានបើកាលណាខ្វះព័ត៌មានគឺស្មើនឹងគ្មានចំណេះដឹងការចងចាំបូកនឹងការយល់គឺស្មើនឹងចេះប៉ុន្តែបើយើងមិនចងចាំស្មើនឹងមិនចេះឬបើចងចាំតែមិនយល់ក៏ស្មើនឹងមិនចេះដូចគ្នាដែរអ្នកប្រាជ្ញម្នាក់បាននិយាយថាការអប់រំមិនអាចឲ្យយើងគ្រប់គ្នាคล้ายទៅជាមេដឹកនាំក៏ពិតមែនប៉ុន្តែវាក៏អាចប្រាប់យើងឲ្យដឹងថាតើបុគ្គលប្រភេទណាដែលត្រូវឲ្យយើងដើរតាមនោះដែរបើយើងយល់
ភាពល្ងងខ្លៅឬអវិជ្ជាគ្មានតម្លៃនោះចូលយើងប្រឹងប្រែងទៅរកវិជ្ជាដែលតម្លៃកាត់ថ្លៃពុំបានថ្ងៃទី4ខែកុម្ភៈផ្លាតូពោលថាយើងត្រូវប្រើជីវិតរស់នៅឲ្យដូចជាការលេងសប្បាយលោកអានស្តាញក៏បានអះអាងផងដែរថាជីវិតគឺប្រៀបដូចជាការជិះកង់សម័យកាលជីវិតរបស់ Albert Einstein គឺបើ A ជាបុគ្គលជោគជ័យនៅក្នុងជីវិតនោះ A គឺស្មើនឹង x បូក y បូក y តាំង x ការងារតាំង y គឺជាការកំសាន្តសប្បាយតាំងឲ្យ z គឺជាការមិននិយាយរឿងឥតប្រយោជន៍ការខ្លាចទៅជាបុគ្គលជោគជ័យម្នាក់គឺត្រូវមាន3កត្តាខាងលើមានការប្រកបការងារមានការលេងកំសាន្តនោះវាជារឿងធម្មតានៃជីវិតរបស់មនុស្សយើងមិនមែនជាម៉ាស៊ីនដែលត្រូវតែគិតពីការងារគ្រប់ពេលនោះទេចំណែកឯការនិយាយស្ដីដែលតាំងឲ្យ Z គឺជាការប្រសើរត្រូវនិយាយឲ្យតិចធ្វើឲ្យច្រើនហើយធ្វើល្អប្រសើរជាងការគ្រាន់តែនិយាយល្អបុគ្គលដែលកាន់តែជោគជ័យគឺនឹងដឹងកាន់តែច្បាស់ថាការនិយាយឲ្យកាន់តែតិចនឹងធ្វើឲ្យច្រើនជារឿងប្រពៃនិងមានប្រយោជន៍ជាងត្រូវចាំថាពេលរៀនគឺត្រូវរៀនពេលធ្វើការគឺត្រូវធ្វើការហើយពេលលេងគឺត្រូវលេងសូមកុំច្បុកច្បល់នៅក្នុងពេលតែមួយឲ្យសោះនៅថ្ងៃទី5ខែកុម្ភៈមហាថ្មគុន្ធីលោកបានពោលថាយើងត្រូវតែហ៊ានស្លាប់ដើម្បីគ្រួសាររស់ហើយគ្រួសារត្រូវតែហ៊ានស្លាប់ដើម្បីជាតិរស់បុរាណខ្មែរក៏បានបន្សល់នៅពំនូលមួយថាលះបង់មនុស្សម្នាក់ដើម្បីគ្រួសារមួយលះបង់គ្រួសារមួយដើម្បីភូមិមួយហើយលះបង់ភូមិមួយដើម្បីស្រុកទេសមួយករណីយកិច្ចរបស់មនុស្សនៅក្នុងសង្គមគឺមាន3ដែលទី1នោះគឺករណីយកិច្ចចំពោះខ្លួនឯងគឺត្រូវធ្វើយ៉ាងណាឲ្យខ្លួនឯងមានចំណេះដឹងរីកចម្រើនទី2ករណីយកិច្ចចំពោះគ្រួសារគឺបន្ទាប់ពីជួយខ្លួនឯងបានយើងត្រូវជួយបងប្អូនឬគ្រួសារឲ្យរីកចម្រើនករណីយកិច្ចទី3ដែលសំខាន់នោះគឺករណីយកិច្ចចំពោះសង្គមជាតិគឺបន្ទាប់ពីចប់ករណីយកិច្ចចំពោះគ្រួសារហើយយើងត្រូវធ្វើកិច្ចការយ៉ាងណាគិតដល់សង្គមជាតិប៉ុន្តែក្នុងករណីចាំបាច់ត្រូវហ៊ានលះបង់ខ្លួនឯងដើម្បីគ្រួសារហើយក៏ត្រូវហ៊ានលះបង់គ្រួសារដើម្បីសង្គមជាតិផងដែរនេះគឺដោយសារតែបើគ្មានជាតិក៏គ្មានមនុស្សនិងគ្មានក្រុមគ្រួសារដែរទំនៀមទម្លាប់របស់ព្រាហ្មណ៍ឧត្តមគតិពួកព្រាហ្មណ៍គឺមុននឹងគិតដល់ជួយគ្រួសារជាដំបូងគេត្រូវគិតជួយជាតិជាមុនសិននៅក្នុងសង្គមខ្មែរឲ្យតែយុវជនកុំឈឺដោយជំងឺសម្ពាធនិយមឬក៏កុំឈឺដោយជំងឺស្នេហាឬក៏កុំឈឺដោយជំងឺខ្ជិលរៀននិងក៏កុំឈឺដោយជំងឺវង្វេងប្រវត្តិសាស្ត្រគឺគ្រប់គ្រាន់នឹងក្លាយទៅជាធនធានដ៏មានតម្លៃរបស់សង្គមមួយរយៈពេល10 20ឬ30ឆ្នាំទៅមុខរួចទៅហើយចំពោះយុវជនខ្លួនឯងយើងមិនអាចក្លាយទៅជាយុវជនដែលមានសមត្ថភាពខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះតែយើងក៏អាចរៀបចំខ្លួនយើងនៅក្នុងពេលបច្ចុប្បន្ននេះឲ្យក្លាយទៅជាខ្លាំងសម្រាប់អនាគតខាងមុខបានដែរមនុស្សនៅក្នុងចំនួនមុនឬមនុស្សចំនួនចាស់យើងមិនអាចមានយុវជនខ្លាំងនៅក្នុងថ្ងៃនេះតែបើយើងអាចរៀបចំយុវជនថ្ងៃនេះឲ្យខ្លាំងសម្រាប់ថ្ងៃអនាគតបានភារកិច្ចចុងក្រោយរបស់អ្នកចំនួនមុនគឺផ្ទេរចំណេះដឹងនិងបទពិសោធន៍និងបណ្ដុះបណ្ដាលអ្នកបន្តវេនចំនួនក្រោយយុវជនខ្មែរគួរតែត្រូវមានទាំងចំណេះដឹងនិងឧត្តមគតិពីព្រោះបើមានតែចំណេះដឹងតែខ្វះនៅឧត្តមគតិគឺចំណេះដឹងនឹងប្រើដើម្បីតែយកឋានៈបុណ្យស័ក្តិអំណាចសម្រាប់តែខ្លួនឯងហើយប្រសិនបើមានឧត្តមគតិប៉ុន្តែខ្វះនៅចំណេះដឹងវិញគឺនឹងត្រូវពួកក្រុមនយោបាយអាក្រក់ប្រើកលល្បិចអាក្រក់បោកប្រាស់ចាក់ជាមិនខានធ្វើជាមនុស្សធម្មតាមានទេពកោសល្យនិងឧត្តមគតិប្រសើរជាងមនុស្សអស្ចារ្យមានទេពកោសល្យតែលោកឧត្តមគតិគ្មានឧត្តមគតិចំណេះដឹងនិងគតិបណ្ឌិតអាចទិញបាននៅតាមទីផ្សារតែឧត្តមគតិគឺមិនអាចលក់ដូរនៅតាមទីផ្សារបានឡើយថ្ងៃទី6ខែកុម្ភៈ Albert Einstein លោកបានលើកឡើងទៀតថាសិស្ស
មិនមែនជាកុងតឺន័រដែលចាំតែគ្រូដាក់ពិន័យចូលពេញខួរក្បាលឬក៏ដាក់ទិន្នន័យចូលពេញខួរក្បាលនោះទេប៉ុន្តែសិស្សគឺជាចន្លោះដែលគ្រូចាំតែអុចបំភ្លឺឡើងការចងចាំបូកនឹងការយល់គឺស្មើនឹងចេះឬបើត្រឹមតែយល់តែមិនចងចាំគឺមិនចេះឬបើចងចាំតែមិនយល់គឺស្មើនឹងមិនចេះការអុចភ្លើងចន្លោះប្រៀបដូចជានឹងការបំផុសចិត្តឲ្យសិស្សចេះស្វែងយល់ចេះស្វែងរកនៅចំណេះដឹងដោយខ្លួនឯងឬក៏ធ្វើយ៉ាងណាឲ្យសិស្សមានជំនាញនៅក្នុងការស្វែងរកសេចក្តីចេះដឹងប៉ុន្តែមិនមែនប្រឹងដាក់ទិន្នន័យចូលក្នុងខួរក្បាលសិស្សនោះទេមនុស្សដែលយើងកើតមកមានរូបរាងចិត្តគំនិតមិនដូចគ្នាប៉ុន្តែមនុស្សគ្រប់គ្នាមានទេពកោសល្យប្រកែរៀងខ្លួនទេពកោសល្យបានមកពីអំណោយរបស់ធម្មជាតិប៉ុន្តែចរិតល្អឬអាក្រក់គឺកើតចេញឡើងឬក៏បានមកពីជំរើសរបស់មនុស្សរៀងខ្លួននៅថ្ងៃទី7ខែកុម្ភៈបណ្ឌិតជនគង់នឹងឥតរំភើបចំពោះពាក្យសរសើរឬញាប់ញ័រអន់ចិត្តនឹងពាក្យរិះគន់ប្រៀបដូចជាភ្នំថ្មដ៏រឹងមាំដែលមិនងាយញាប់ញ័រដោយសារខ្យល់ធំពេលខ្លះមនុស្សតែងតែពេញចិត្តនឹងការសរសើរជ្រុលពេកគង់មានអំនួតនឹងខ្លួនហើយមនុស្សដែលខឹងសម្បានឹងការរិះគន់គង់នឹងក្អួតឈាមស្លាប់មានតែជីវិតដែលស្គាល់ពីខ្លួនឯងច្បាស់នោះទេតើបជាជីវិតដែលកើតមកមានសេចក្តីសុខពិតប្រាកដសេចក្តីសុខពិតតែងស្ថិតនៅជាមួយនឹងបុគ្គលដែលមានសេចក្តីសុខហើយបុគ្គលនោះគឺអាចគ្រប់គ្រងនឹងការសរសើរនិងការរិះគន់ពីអ្នកដទៃបានលើសពីនេះបុគ្គលប្រភេទនេះគឺជាប្រភេទមនុស្សដែលអាចរៀនសូត្របានច្រើនបំផុតហើយមានសតិដឹងឥតភ្លេចខ្លួនឡើយថ្ងៃទី8ខែកុម្ភៈ Albert Einstein ដែលជាអច្ឆរិយបុគ្គលគ្មានជំនឿលើសាសនាឬជាមនុស្សឥតសាសនាកម្រិតខ្ពស់រូបនេះនៅក្នុងសតវត្សទី20បើគេសួរគាត់ថាតើអ្នកកាន់សាសនាអ្វីនោះគាត់នឹងឆ្លើយថាខ្ញុំគ្មានសាសនាទេប៉ុន្តែបើគេសួរគាត់ថាតើអ្នកចូលចិត្តសាសនាណាគាត់នឹងឆ្លើយតបទៅវិញថាខ្ញុំចូលចិត្តព្រះពុទ្ធសាសនាសាសនាទាំងឡាយគឺជាប្រភពនៃសាមគ្គីភាពប៉ុន្តែសាសនាខ្លះនៅក្នុងនិកាយខ្លះជាប្រភពនៃការបែកបាក់ស្តៀងគ្នានេះដែរមហាថ្មគន្ធីយល់ថាសាសនាមានគោលដៅនាំមនុស្សទៅដល់សុភមង្គលដូចគ្នាតែគ្រាន់តែមានមាគ៌ាខុសគ្នាបន្តិចប៉ុណ្ណោះភាពជាមនុស្សល្អវាមានភាពសំខាន់ខ្លាំងបំផុតដោយមិនថាយើងមានជំនឿលើសាសនាណានោះទេបើយើងជាមនុស្សល្អយើងក៏នឹងក្លាយទៅជាពុទ្ធសាសនិកល្អឬក៏គ្រិស្តសាសនិកល្អឬក៏អ៊ីស្លាមសាសនិកល្អឬក៏ឥណ្ឌូសាសនិកល្អលក្ខនឹងលក្ខការធ្វើខ្លួនឲ្យក្លាយទៅជាមនុស្សល្អគឺពិតជាសំខាន់ខ្លាំងណាស់នៅថ្ងៃទី9ខែកុម្ភៈទេពកោសល្យឬអច្ឆរិយភាពគឺ1%កើតឡើងពីកម្លាំងជំរុញចិត្តចំណែកឯ99%ទៀតនោះគឺកើតចេញពីញើសឈាមនៃការតាំងចិត្តតស៊ូព្យាយាមជោគជ័យរបស់មនុស្សគឺ1%បានមកដោយសារភាពឆ្លាតវៃប៉ុន្តែ99%ទៀតគឺបានដោយសារការប្រឹងប្រែងតែប៉ុណ្ណោះទីណាមានការព្យាយាមទីនោះតែមានភាពជោគជ័យទីណាមានភាពជោគជ័យទីនោះតែតែមានដានជើងមនុស្សធ្លាប់បរាជ័យមនុស្សចេះរស់គឺមនុស្សចេះប្រឹងហើយក៏គ្មាននរណាម្នាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារតែការប្រឹងប្រែងនោះដែរបើយើងប្រឹងខ្លាំងគង់តែមិនស្លាប់តែបើយើងប្រឹងតិចគង់នឹងរងការឈឺចាប់នៅលើโลกនេះពុំមាននរណាម្នាក់ត្រូវស្លាប់ដោយការប្រឹងប្រែងរៀនឬក៏ប្រឹងប្រែងធ្វើការនោះទេឬត្រូវស្លាប់ដោយភាពប្រឹងប្រែងធ្វើការដើម្បីជីវិតនោះឡើយប៉ុន្តែមានតែមនុស្សដែលឈប់ប្រឹងប្រែងតែប៉ុណ្ណោះឬមិនប្រឹងប្រែងសោះប៉ុណ្ណោះដែលនឹងត្រូវរស់យ៉ាងលំបាកវេទនាបំផុតទាំងលុយទាំងចំណេះដឹងបើខ្លាយទៅជាចវាយនាយរបស់មនុស្សហើយ
គឺមនុស្សនឹងខ្លាយទៅជាទេសករដ៏សាហាវបំផុតទ្រឹស្ដីដ៏អស្ចារ្យបំផុតរបស់សូក្រាតគឺតម្រូវឲ្យមនុស្សត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់នៅថ្ងៃទី10ខែកុម្ភៈការបង្រៀនគ្រប់សាសនាទាំងអស់នៅក្នុងលោកគឺតម្រូវឲ្យមនុស្សចេះគ្រប់គ្រងនៅចំណង់តណ្ហានិងការលោភលន់របស់ខ្លួនឲ្យបានគេតែងតែនាំគ្នានិយាយថាមានលុយច្រើនគឺពិតជាល្អមែនតែនប៉ុន្តែខ្ញុំថាបើមិនចេះគ្រប់គ្រងខ្លួនឯងទេគឺលុយជាចង្វាយដ៏អាក្រក់មានលុយច្រើនគឺនឹងបង្កើតសុភមង្គលផ្នែករូបរាងកាយតែទន្ទឹមនឹងនោះក៏កើតនៅទង្វើអសិលធម៌និងខ្វះគុណធម៌ភ្លើតភ្លើនភ្លេចខ្លួនដាច់បង្ហាផងដែរនេះក៏មិនខុសអ្វីពីការសន្មតរបស់អ្នកប្រាជ្ញចិនឡើយជឿដែលថាបើភាពមានកើតមុននោះភាពគ្មានក៏នឹងកើតតាមក្រោយដូចគ្នាដែរបើភាពស្អាតកើតមុននោះភាពអាក្រក់ក៏នឹងលេចឡើងតាមក្រោយដូចគ្នាដែរគេតែងតែនាំគ្នានិយាយទៀតថាមានចំណេះដឹងច្រើនគឺល្អមែនតែនតែខ្ញុំថាបើមិនចេះគ្រប់គ្រងខ្លួនឯងនោះគឺចំណេះដឹងនឹងคล้ายទៅជាចវាយនាយដ៏អាក្រក់បំផុតឬคล้ายទៅជាភ្លើងឆេះខ្លួនឯងទៀតផងតាមទ្រឹស្ដីចិត្តសាស្ត្របានបញ្ជាក់ថាក្មេងមិនសូវចេះការទុកព្រួយប៉ុន្មានទេដោយសារតែក្មេងមិនសូវចេះគិតនៅក្នុងខួរក្បាលរបស់ក្មេងមិនសូវមានព័ត៌មានច្រើនដូច្នេះមានពេលខ្លះយើងជាមនុស្សធំក៏គួរតែចេះរៀនសូត្រតាមកូនក្មេងដោយរៀនទៅទេគំនិតបើមនុស្សមិនរៀនធ្វើជាចវាយនាយលើលុយទេគឺលុយនឹងគ្រប់គ្រងមនុស្សវិញមិនខាននោះឡើយបើមនុស្សមិនរៀនធ្វើជាចវាយនាយលើចំណេះដឹងទេគឺចំណេះដឹងនឹងគ្រប់គ្រងមនុស្សយើងវិញទាំងលុយទាំងចំណេះដឹងបើខ្លាយទៅជាចវាយនាយរបស់មនុស្សហើយគឺមនុស្សនឹងខ្លាយទៅជាទេសករដ៏អាក្រក់បំផុតចាសសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចុចស្ដាប់នៅคลิปវីដេអូមួយនេះដែលជាអត្ថបទអានទាំងស្រុងពីថ្ងៃទី1ខែកុម្ភៈរហូតដល់ថ្ងៃទី10ខែកុម្ភៈយើងនឹងជួបគ្នានៅថ្ងៃបន្ទាប់ទៀតនៅក្នុងคลิปវីដេអូក្រោយអរគុណបងប្អូនទាំងអស់គ្នា